របៀបរក្សាខ្ទឹមសទុកឲ្យបានយូរយើងប្រើទុកសម្រាប់ឆាជាមួយនឹងម្ហូបឬក៏យើងប្រឡាក់ជាមួយនឹងសាច់ជាដើមចាជាដំបូងឡើយគឺខ្ញុំមានខ្ទឹមសរបស់យើងប្រហែលជា7-4ខាំហើយខ្ទឹមសនេះដែរគឺយើងប្រឡេះវាម្ដងមួយគ្រាប់ហើយយើងបកសំបកវាឲ្យបានស្អាតនៅពេលដែលយើងបកសំបកបានស្អាតរួចរាល់ហើយគឺយើងយកខ្ទឹមសរបស់យើងទៅលាងជម្រះទឹកហើយសម្រាប់ខ្ទឹមសដែលខ្ញុំប្រើក្នុងថ្ងៃនេះគឺជាខ្ទឹមសដែលគេទៅដកមកថ្មីអញ្ចឹងនៅពេលដែលយើងបកសំបករួចហើយទៅវានៅសល់ប្រហែលជា2ខាំកន្លះទេចាំបន្ទាប់ពីយើងលាងសម្អាតខ្ទឹមសរបស់យើងរួចរាល់ហើយយើងទុកឲ្យខ្ទឹមសរបស់យើងស្ងួតទឹកបន្តិចឬក៏បងប្អូនអាចប្រើกระดาษ kitchen paper ដូចខ្ញុំយើងជូតស្ងួតឲ្យវាបានស្ងួតល្អមកជាបន្ទាប់មកទៀតយើងយកខ្ទឹមសរបស់យើងទៅកិនហើយប្រសិនបើបងប្អូនអត់មានម៉ាស៊ីនកិនទេបងប្អូនអាចចិញ្ច្រាំវានឹងដៃយើងចិញ្ច្រាំវាបានម៉ត់ល្អបែបនេះមកចាជាបន្ទាប់មកទៀតខ្ញុំមានកែវថ្មហើយសម្រាប់កែវថ្មនេះដែរគឺខ្ញុំធ្វើការដាំទឹកហើយខ្ញុំដាក់ស្រោះវារងាប់មេរោគរួចរាល់ហើយបន្ទាប់មកទៀតគឺយើងយកខ្ទឹមរបស់យើងដាក់ទៅក្នុងកែវហើយខ្ញុំបន្ថែមអំបិលរបស់យើងចំនួនកន្លះស្ពាយកាហ្វេយើងកូរច្របល់វាឲ្យវាបានចូលគ្នាសព្វល្អមកជាបន្តមកទៀតខ្ញុំចាក់ប្រេងអូលីវបើសិនមកបងប្អូនអត់មានប្រេងអូលីវទេបងប្អូនអាចប្រើប្រេងឆាយើងធម្មតាក៏បានដែរយើងចាក់វាឲ្យលិចខ្ទឹមបែបនេះមកជាការស្រេច